ta thọ việc việc tha thấy mình sớm miênประวัติធ្វើសង្គ្រាមបើវាជាមួយខ្មែរមិនឈ្នះខ្មែរទេចុះតាមាននិយាយអីថែមទៀតទេឬមួយក៏ស្ដាប់តិចស្ដាប់បានតែប៉ុណ្ណឹងតាបាននិយាយថាបើច្បាំងគ្នាដំបងមិនឈ្នះខ្មែរទេតែបើច្បាំងជក់ដៃឈ្នះហើយខ្មែរទប់សៀនមិនជាប់វិញទេចៅឯងស្ដាប់តែមួយចង្ហៀងដល់អញ្ចឹងទៅចៅឯងអត់យល់ឃើញទេនឹងគឺជាមូលហេតុនៃការខ្វះការយកចិត្តទុកដាក់ក្នុងការស្ដាប់ណាអូខេវ៉ាន់នេះតានិយាយថាកុំមើលងាយសៀមបើវាច្បាំងគ្នាជាមួយយើងនៅពេលអាវវាចាប់ដើមធំរំសេវវាខ្លាំងជាងយើងប្រយ័ត្នវាមែនតើតែចៅឯងលឺសូតាកន្លែងចៅឯងចង់ចូល RTS ស្ដាប់តងកន្លែងចូលអាកន្លែងឈ្នះហ្នឹងចូលហ្មងដល់ចូលទៅផ្លេចស្ដាប់អាកន្លែងចាញ់បានជាគេវាយប៉ោងខោនោះហើយមកសួរថាម៉េចបានចាញ់តែសុកថាឈ្នះអញណាដែលនិយាយថាឈ្នះនោះអញប្រាប់ថាឈ្នះបានតែដំបងទេក្រោយមកគេវាយប្រកាច់ឲ្យប្រយ័ត្នប៉ុន្តែវាអត់ស្ដាប់គេវាយប្រកាច់ហ្នឹងទេវាស្ដាប់តែឈ្នះវាឈប់ស្ដាប់បាត់ណាអាហ្នឹងអញ្ចឹងយល់ទេណាអាហ្នឹងគឺស្ដាប់អញ្ចឹងទេតាសម្ដេចបាបជានរណាឆ្លើយហើយណាកូនណាចាំបើចាយមិនស្គាល់ទេមិនបាច់ស្គាល់ទេអាចកំបាំងឆ្លើយហើយណាតាធ្លាប់វិភាគថាថៃឆ្លើយហើយតាធ្វើសូវប្រហែលឆ្នាំហើយតាចូលតាធ្វើសូវប្រហែលឆ្នាំទៅអីឯងអញអ្នកប្រមូលលុយតាមិនបល់យកអញមានចែកលុយឲ្យចាយណាអានេះយ៉ាប់មែនគេតុយគ្នាគេស្រួលឯងមកសួរគេតុយប្រហែលដងសាច់តែគេយ៉ាប់នេះយ៉ាប់របស់ខ្លួនឯងអត់បានលិតទេមកសួរគេអាចៅនេះចំខាតពេលមែនអញឆ្ងល់ហើយនឹងងងមែនគេរលុយចាយឯងសួរគេបានប៉ុន្មានហើយបងតាំងពីធ្វើមកបានប៉ុន្មានហើយបងអញល្ងងមែនមនុស្សយើងកើតមកល្ងងម្លឹងគេអត់ត្រូវការសួរទេគួរធ្វើម៉េចទៅបានឲ្យអារម្មណ៍មូលនៅពេលយើងរៀនគឺយើងកាត់បន្ថយការដើរលេងកាត់បន្ថយកិច្ចការអត់ប្រយោជន៍ដទៃហើយខំប្រឹងយកចិត្តទុកដាក់រៀនទៅមូលអារម្មណ៍តាធ្វើម៉េចកុំឲ្យខ្លួនឯងពិបាកចិត្តកុំឲ្យខ្លួនឯងពិបាកចិត្តគឺឈប់គិតអារឿងពិបាកហ្នឹងទៅគិតអារឿងណាដែលមានប្រយោជន៍ជាងហ្នឹងតានៅកោះកុងស្ងាត់ណាស់គេថាកោះកុងឥឡូវចិនច្រើនណាស់ចាឯងនិយាយថាស្ងាត់មិនចឹងព្រោះជំនឿងប់ដូចមិនអាចឲ្យស្រុករីកចម្រើនបញ្ហាយើងល្ងងបញ្ហាតែល្ងងទេបានជាងប់មកងប់ហ្នឹងមកពីល្ងងតែការ publish article ក្នុង journal ល្អប៉ុណ្ណាក្នុងការដាក់ទៅសាលាល្បីពេលរៀន master បញ្ញត្តិនៅក្នុងកម្មវិធី master មិនសូវមានអ្នកណាផ្សាយអត្ថបទនឹងស្អីទេអ្នកដែលផ្សាយអត្ថបទគឺជាបេក្ខជនថ្នាក់បណ្ឌិតចំណែក master អត់មានផ្សាយអីច្រើនទេអូខេអាហ្នឹងអញ្ចឹងនឹងជាលក្ខណៈណាលក្ខណៈដូចអញ្ចឹងទេកូននេះគឺជាចំណែកធ្វើម៉េចបានប្រឡងជាប់ហើយប្រឡងជាប់ហើយអត់លុយរៀនយើងត្រូវធ្វើម៉េចទី1ដើម្បីប្រឡងជាប់ខំរៀនទី2នៅពេលយើងអត់មានលុយរៀនបន្តចាញ់ធ្វើការផងរៀនផងដំណោះស្រាយទី1ខំរៀនឲ្យប្រឡងជាប់ទី2ប្រឡងជាប់ហើយខ្វះលុយរៀនចាញ់ធ្វើការផងរៀនផងអូខេនឹងប៉ុណ្ណឹងណានេះគឺជារបៀបដែលឆ្លើយគឺឆ្លើយអញ្ចឹងណាកូនណាអូខេតើធ្វើម៉េចតើគណៈបកប្រជាជនអាចដួលរលំទេពេលអត់ពីហ៊ុនសែនទៅអត់អលំទេគណៈបកប្រជាជនអត់ដួលរលំទេបើអត់ពីលោកហ៊ុនសែនទៅមានលោកហ៊ុនម៉ាណែតមានអ្នកដតីទៀតច្រើនបន្តការកាន់អំណាចតទៅទៀតមិនរលំទេសោមសុផាតតាំងពីតូចដល់ធំខ្ញុំឃើញការកសាងវត្តអារាមវិហារច្រើនតែផ្លូវថ្នល់មិនដែលចូលទៅវត្តឬកន្លែងផ្ដល់ចំណេះដឹងមិនសូវមានទេអាហ្នឹងជាការពិតខ្មែរយើងបើកសាងវត្តនាំគ្នាចូលពីព្រោះជឿថាបានទៅឋានសួគ៌
ចំណាយកសាងសាលាអត់ជឿទេពីព្រោះអត់ចង់ចេះអាហ្នឹងតាំងពីសម័យខ្ញុំមកតែអញ្ចឹងណាតែអញ្ចឹងឯងកូនអាហ្នឹងគឺអញ្ចឹងខ្ញុំឃើញស្រុកខ្មែរមានគេមានតម្រូវការឲ្យ publish article ពេលរៀនថ្នាក់បណ្ឌិតតែ publish នោះធ្វើឲ្យតែបានអាហ្នឹងទៅតាមប្រទេសមួយណាប្រទេសខ្លះតឹងប្រទេសខ្លះចាំបាច់ប្រទេសខ្លះមិនចាំបាច់ជាដើមឡាក់នឹងឡាក់បងលេងអាចប្រាប់បានទេព្រោះខ្ញុំមិនដែលមានបញ្ហា ADHD រៀនមុខផ្លេចក្រោយខ្ញុំអត់ឆ្លើយរួចទេខ្ញុំអត់ចេះខាងក្នុងស្ទាត់ខ្ញុំឆ្លើយមិនរួចទេសោមបញ្ញាតើនេះជាការរៀបចំឲ្យខ្មែរងប់នឹងជំនឿបែបនេះឬយ៉ាងម៉េចរឿងងប់ងល់នឹងជំនឿរឿងងប់ងល់នឹងបារមីអីហ្នឹងណាគឺជាសេចក្តីល្ងងរបស់ខ្មែរយើងដែលឆ្លងកាត់សង្គ្រាមវិនាសកម្មទៅយើងបន្តល្ងងហ្នឹងដោយសារយើងមិនសូវចូលចិត្តខំរៀនទេដល់មកសម័យពីឆ្នាំ93មកដល់ពេលនេះយើងកំពុងតែឆ្លក់វង្វេងនឹងសញ្ញាបត្រមិនមែនសម្រាប់ចេះដឹងទេគឺសញ្ញា